សង្ខេបរឿងកូលីកំណែនដំណើររឿងត្រូវបានចាប់ផ្ដើមឡើងនៅពេលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំងនិងជប៉ុនដែលកើតឡើងមានសង្គ្រាមនៅក្នុងស្រុកឆ្នាំ1935នៅភូមិគោកចំបក់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមានការដកហូតតួនាទីមេឃុំកឹមរួចក៏បានលើកតួនាទីនេះឲ្យពូផាន់ជំនួសវិញព្រោះគាត់ជាបុគ្គលមានទ្រព្យច្រើនចេះអែបអបចវាយនាយនិងពូកែខាងទៀតបណ្ដារៀងរាល់ថ្ងៃអាទិត្យមេឃុំផាន់តែងនាំចវាយស្រុកទៅផឹកស៊ីសប្បាយស្រីញីនៅភូមិដើមក្រសាំងមេឃុំផាន់តែងតែប្រព្រឹត្តអំពើពុករលួយនិងបានកេណ្ឌពលឲ្យទៅជប៉ុនហើយទទួលបានប្រាក់យ៉ាងច្រើននិងធ្វើការត្រឹមរយៈពេល5ឆ្នាំក៏ទទួលបានមេដាយដល់ទៅ2និយាយពីលឹមជាកូនតាងឯងយាយមុខជាបុគ្គលដែលធ្លាប់បួសរៀនផ្លូវព្រះពុទ្ធសាសនាជាមនុស្សមានគំនិតជឿលើផលកម្មការយល់ដឹងល្អសខ្មៅក្នុងសង្គមមានផ្នត់គំនិតជឿនលឿននិងត្រូវជាគូដណ្ដឹងរបស់នាងហេងត្រូវបានគេកេណ្ឌឲ្យទៅធ្វើប្រលានយន្តហោះនៅភ្នំពេញទោះបីជាសល់មួយខែទៀតត្រូវរៀបការក៏ដោយពេលមួយដែលមេឃុំផាន់កំពុងដើរទៀបពន្ធដារក៏ជួបប្រទះនឹងនាងហេងដែលមានរូបសម្រស់ល្អក៏បានរៀបចំល្បិចចង់យកនាងហេងធ្វើជាប្រពន្ធដោយមានយាយច័ន្ទជាមេអណ្ដើកប៉ុន្តែត្រូវបានម្ដាយឪពុកលឹមបដិសេធស្រាប់តែមេឃុំផាន់គំរាមពីយាយតានិងនាងហេងមើលទៅមិនស្រួលក៏សម្រេចចិត្តរត់មកភ្នំពេញដើម្បីស្វែងរកលឹមនិងលក់អង្ករហើយក៏បានចូលសម្រាកនៅវត្តឧណាឡោមស្រាប់តែថ្ងៃមួយមានយន្តហោះសហរដ្ឋអាមេរិកទម្លាក់គ្រាប់លើមូលដ្ឋានទ័ពជប៉ុនក៏បណ្ដាលឲ្យពួកគេស្លាប់បាត់បង់ជីវិតទាំង3យ៉ាងអាណោចអាធំអស់រយៈពេលកន្លងទៅលឹមក៏ត្រឡប់មកផ្ទះវិញតែជាអកុសលស្រាប់តែទទួលដំណឹងថាម្ដាយឪពុកនិងគូដណ្ដឹងបានស្លាប់បាត់ទៅហើយដីធ្លីត្រូវបានគេអូសរឹបអស់ទៀតក្រោយមកលឹមក៏បានទទួលសម្បត្តិមួយរួចមកភ្នំពេញជួបយឹមនៅផ្ទះនូដងដើម្បីជូននូដងទៅស្វាយដូនកែវបង្កើតចលនាតស៊ូទាមទារឯករាជ្យក្រោយមកបារាំងក៏បានសម្រេចចិត្តប្រគល់ឯករាជ្យដល់ប្រទេសទាំង3នៅឥណ្ឌូចិនហើយស្រុកកម្ពុជាក៏បានឯករាជ្យនៅឆ្នាំ1953ហើយប្រជាជនរស់នៅបង្កបង្កើនផលរហូតមក